បាទអានេះជាបាត់ដៃដែលមានពណ៌ដៃនឹងល្អតែអ្វីដែលខ្ញុំសង្កេតឃើញដែលល្អហើយខ្ញុំចាប់អារម្មណ៍នោះគឺទៅលើខ្សែខួរក្បាលរបស់គាត់បាទខ្សែខួរក្បាលរបស់គាត់រាងស្អាតវែងកោងមកអញ្ចេះបាទហើយតែប៉ុណ្្នឹងទេគឺមានបាទត្រីនេះភ្ជាប់ជាមួយទៀតបាទហើយវាបែកអញ្ចេះទៀតចឹងអ្នកដែលមានខ្សែខួរក្បាលកោងវែងអញ្ចឹងហើយកុំវែងជ្រុលបាទវែងប៉ុណ្ណឹងបាទវែងនៅក្នុងចន្លោះពិភពច័ន្ទបាទនៅក្នុងភពច័ន្ទនិងភពអង្គារបាទអង្គារបូកអញ្ចឹងគឺជាដែននៃខ្សែខួរក្បាលដែលល្អចឹងយើងដឹងហើយថាខ្សែខួរក្បាលគឺតំណាងឲ្យការគិតបាទតំណាងឲ្យភាពឆ្លាតវៃបាទចឹងកាលណាមានខួរក្បាលល្អគឺជាមនុស្សដែលឆ្លាតវៃហើយកម្លាំងទ្រព្យរបស់គាត់ក៏ល្អផងដែរ